សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំមកធួផ្ទះបាយប្រណិតមួយដែលបំពាក់នៅសម្ភារៈបរិក្ខារទំនើបប្រណិតទូ microwave និង oven មួយនេះនៅខាងលើយើងប្រើប្រាស់ hardware របស់ Bloom គឺ Aventos HL Top ដែលយើងបើកឡើងទៅលើស្រឡះងាយស្រួលយកឬក៏ទុកដាក់អីវ៉ាន់ចំណែក microwave និង oven យើង design សម្រាប់ប្រើបណ្ដោះអាសន្នសិនដោយប្រើធ្នើចុច load បូកជាមួយនឹង lock device ពេលហូតចេញមកវានឹងឡក់ជាប់ខាងក្រោមនេះយើង design សម្រាប់ដាក់សម្ភារៈដែលប្រើប្រាស់ជាមួយ oven និង microwave ហើយនៅជាប់ទូនេះគឺជាទូ pantry សម្រាប់ដាក់ស្បៀងក្រៀមនិងសម្ភារៈផ្សេងៗបានយ៉ាងច្រើនទូនេះយើងប្រើ hardware Bloom Space Tower រីឯទូក្រោមនេះវិញគឺយើង design ជាកែធំមានរហូតដល់1.2 ម៉ែត្រហើយត្រទម្ងន់បានរហូតដល់ទៅ70គីឡូចុចលោតដោយប្រើអគ្គិសនីគុណសម្បត្តិនៃ design អត់ប្រើទ្វារគឺងាយស្រួលប្រើប្រាស់ពេលរកអីវ៉ាន់យើងអត់ចាំបាច់លុតជង្គង់ទៅរកមើលអីវ៉ាន់នៅក្នុងទូទេហើយងាយស្រួលមើលអីវ៉ាន់ផងពេលយើងឈរនៅហ្នឹងពេលយកអីវ៉ាន់ក៏ស្រួលដែរក្រានហ្គាសយើងប្រើជាងក្រានបង្កប់ម៉ាស៊ីនបឺតក្លិនហ្នឹងក៏កម្លាំងធំបឺតរហូតដល់ទៅ1200ម៉ែត្រគីបក្នុង1ម៉ោងហើយមើលទៅយ៉ាងស្អាតប្រណិតមែនទែនហើយទូលើមួយនេះប្រើប្រាស់ hardware Bloom Aventos HF Top ប្រើយើងបិទបើកដោយដៃក៏បានបើកដោយអគ្គិសនីក៏បានបើក្រឡេកមើលទូកែងនេះវិញគឺពិសេសតែម្ដងយើង design ជាកែហូតចម្រៅរហូតដល់ទៅ650មីលីម៉ែត្រហើយចុចលោតប្រើអគ្គិសនីដូចគ្នាទូខាងក្រោមស៊ីងនេះក៏យើង design ជាកែដូចគ្នាចុចលោតអគ្គិសនីដូចគ្នាដែរប្រើប្រាស់ hardware Bloom Marivo Box ចំណែកឯស៊ីងជាស៊ីងថ្មក្រានីតមានមុខងារការពារបាក់តេរីហើយស៊ីងមួយនេះយើងដំឡើងបង្កប់នៅក្រោមម៉ាបងាយស្រួលសម្អាតទឹកនៅលើដែលមានទឹកដក់នៅលើម៉ាបអីហ្នឹងយើងគ្រាន់តែគៀតម្លាក់ចូលមកក្នុងស៊ីងហ្នឹងមកជាការស្រេចហើយនៅខាងស្ដាំដៃយើង design ជាធុងសម្រាប់បង្កប់ក្នុងទូចុចលោតអគ្គិសនីដូចគ្នាពេលលាងសម្អាតអីហ្នឹងយើងអត់បាច់ប្រើដៃយើងទៅឲ្យប្រឡាក់ទូទេយើងប្រើតែជើងចុចបន្តិចមកវាលោតចេញមកយើងអាចចោលសម្រាប់បានហើយចំណែកឯជញ្ជាំងដេកមួយនេះវិញគឺបើអ្នកជឿហុងស៊ុយប្រកាសជាយល់ហើយអត្ថន័យនៃដុំលោហៈទាំង6ដុំនេះក្រៅពីនោះម្ចាស់ផ្ទះក៏បាន design ឲ្យមានបន្ទប់ទឹកជាសាធារណៈតូចមួយសម្រាប់ពេលមានភ្ញៀវមកអាចប្រើប្រាស់ខាងក្រៅនេះមិនបាច់ចូលទៅខាងក្នុងផ្ទះហើយនៅក្បែរហ្នឹងមានទូកៅអៅបន្តិចដែរសម្រាប់ពេលដែលបុគ្គលិកគាត់សារកៅអៅពីស្នួរខាងក្រៅមកយកមកទុកនៅនឹងសិនទុកនៅក្នុងទូនឹងសិនរួចហើយបានគាត់យកចូលទៅក្នុងផ្ទះដោយខ្លួនឯង